Ok, bonនេះគឺជា audience ID 4ខ្ញុំនឹងណែនាំបង្ហាញពីរបៀបប្រើប្រាស់មួយចំនួនដោយសារតែប្រភេទ audience នេះវាប្រើដោយប្រភេទ sound card Apollo ដែរអញ្ចឹងអានេះគេហៅថា volume មូលធំរបស់វាអានឹង knob របស់វាអញ្ចឹងអានេះគឺ gain សម្រាប់ guitar នៅខាងមុខខាងនេះ gain សម្រាប់ microphone រូប micro នេះអញ្ចឹងវាដោតនៅខាងក្រោយហ្នឹងហើយអានេះ 48V នេះយើងចុចវាបើកមកនេះ 48V ហ្នឹងចឹងយើងចុចបើកមកបើសិនយើងប្រើ microphone studio អូខេអញ្ចឹងរបៀបភ្ជាប់ខាងនេះគឺរុនកាសនេះមាន2ក្បាលធំហើយនឹងទូច6លី3លីអានេះសម្រាប់បញ្ចូលហ្គីតាអូខេអញ្ចឹងយើងនឹងដោតខ្សែ USB អញ្ចឹងខ្សែ USB នេះគឺយើងដោតទៅពីក្រោយ sound card មួយចំហៀងទៀតចូលទៅធុងកុំព្យូទ័រអូខេអញ្ចឹងមួយចំហៀងនេះយើងដោតនៅខាងក្រោយ sound card មកមួយចំហៀងទៀតយើងដោតទៅធុងកុំព្យូទ័រអូខេអញ្ចឹងយើងមានធុងកុំព្យូទ័រយើងដោតចូលមកហើយនេះមាន A តបដោតហើយវាមានភ្លើងចេះអញ្ចឹងដើម្បីប្រើប្រាស់បានយើងត្រូវការតម្លើង driver វាអញ្ចឹង driver វានឹងផ្ញើទៅបងឯងអញ្ចឹងពេលដែលយើងដោតចូលកុំព្យូទ័រហើយ driver យើងតម្លើងហើយវានឹង load ពាក្យនៅលើកុំព្យូទ័រយើងនេះរូបគ្រប់របស់ speaker នេះអញ្ចឹងយើងរើស output របស់វា1 2ហ្នឹងណាបើយើងចូល YouTube អីយើងឮសលេងអូខេអញ្ចឹងអានេះដូចសម្រាប់ speaker បើបងមាន speaker បងដោតនៅខាងក្រោយវានៅខាងក្រោយនេះខាងក្រោយ sound card នេះវាមាន LR អញ្ចឹងយើងដោត LR មកអញ្ចឹងចំពោះរុន output speaker បងដោត O ខាងស្ដាំ L ខាងឆ្វេង speaker គឺអញ្ចឹងដូចគ្នាដែរកុំឲ្យវាខុសឆ្វេងស្ដាំអូខេអញ្ចឹងបញ្ជាក់បន្តិចអានេះវាមាន monitor out អញ្ចឹង monitor out ហ្នឹងអានេះវាមាន knob mixer វាមួយបើយើងចូលថតជាមួយនឹង FL ឬក៏ Cubase អីយើងត្រូវការមូលមកស្ដាំតែបើសិនយើងស្ដាប់ភ្លេងធម្មតា YouTube ទេយើងមូលមកខាងឆ្វេងអូខេអញ្ចឹងយើងនឹងសាកល្បងប្រើវាអូខេបងអញ្ចឹងអានេះ monitor មិញខ្ញុំប្រាប់ហ្នឹងអញ្ចឹងពេលខ្លះយើងមូលមកខាងឆ្វេងអស់ចេះវាអត់លែងឮសលេងទេទោះបីយើងប្រឹងមូលអានេះកប់ក៏ដោយដោយសារហ្នឹងវាជាមកតង់ knob volume មួយអញ្ចឹងយើងទាញវាមកស្ដាំមកអស់យើងទាញវាស្ដាំអស់អានេះ volume ស្ដាំអានេះគឺបបងចុចលើ speaker វាលើ speaker បើយើងចុចបិទភ្លើងនេះវានឹងផ្ដាច់ speaker ស្ដាច់សលេង speaker អាហ្នឹងពេលយើងថតអញ្ចឹងពេលដែលបងថតហ្នឹងពេលបងចុចដោះរូប speaker នេះចេញពេលបងស្ដាប់នៅក្នុងកាសវាលើកាសហើយចានេះអាធំហ្នឹងគឺ volume របស់វាណាបងធំហ្នឹង volume របស់វាចង់បិទសលេងចុចរូប speaker មកបានហើយមួយទៀតរូប ID រូប ID នេះបើសិនយើង control មិនអីវាស្រួលឧទាហរណ៍យើងមូលចុះមូលឡើងចឹងវាទៅជាកន្លែងមូល scroll កុំព្យូទ័រចុះឡើងយើងចុច ID អូខេចុចមករូប speaker វិញមកវាលើសលេងអូខេអរគុណ